ចានាងខ្ញុំសុខៀងសូមគោរពនឹងជំរាបសួរទៅដល់ប្រិយមិត្តទស្សនិកជនដែលកំពុងទស្សនានៅកម្មវិធីវប្បធម៌យើងនៅក្នុងសប្តាហ៍នេះនាងខ្ញុំសូមនាំចូលលោកអ្នកជាមួយនឹងប្រធានបទដែលគួរឲ្យចាប់អារម្មណ៍តាក់ទងជាមួយនឹងល្បុក្កតោល្បុក្កតោគឺជាសិល្បៈក្បាច់គុនបែបបុរាណមួយដែលមានវ័យចំណាស់រយៈពេល2000ឆ្នាំមកហើយត្រូវបានបុព្វបុរសយើងចាឆ្លាក់នៅឯប្រាសាទបុរាណក៏ដូចជាប្រាសាទអង្គរវត្តផងដែរដើម្បីទុកជាមេរៀនទៅដល់កូនចៅជំនាន់ក្រោយហើយបច្ចុប្បន្ននេះក្បាច់គុនល្បុក្កតោកំពុងតែព្យាយាមចុះឈ្មោះនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៃអង្គការ UNESCO ដើម្បីឲ្យពិភពលោកទទួលស្គាល់ចង់ជ្រាបនឹងពិស្ដារយ៉ាងណានោះសូមអញ្ជើញទស្សនានៅបទពណ៌នានៃកម្មវិធីវប្បធម៌យើងដូចតទៅតាមពិតខ្មែរមានប្រវត្តិជាពូជអ្នកចម្បាំងពូជអ្នកប្រយុទ្ធនិងពូជអ្នកគុណនិយមទឹកដីមហានគរដ៏រុងរឿងដ៏កំពូលក៏ដោយសារបុព្វបុរសខ្មែរជាអ្នកខ្លាំងពូកែខាងសិលសាស្ត្រនិងយុទ្ធសិលន៍បើតាមកំណត់ត្រារបស់លោកជាតាខ្វាន់បានបញ្ជាក់ថាខ្មែរពូកែច្បាំងពិសេសវីរៈមហាក្សត្រខ្មែរសុទ្ធសឹងជាអ្នកខ្លាំងពូកែធ្វើសឹកសង្គ្រាមសម័យបុរាណត្រូវការអ្នកចេះក្បាច់គុនតាមរយៈភាពរុងរឿងនៃសម័យមហានគរដោយបញ្ជាក់ថាខ្មែរគ្រប់ស្រទាប់តាំងពីស្ដេចដ៏រាជសាមញ្ញពិតជាអ្នកប្រកបដោយទេពកោសល្យខាងក្បាច់គុនយ៉ាងសម្បូរបែបល្បុក្កតោក៏ជាក្បាច់គុនវ័យចំណាស់នៅក្នុងប្រទេសកម្ពុជាដែលត្រូវបានគេប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី2000ឆ្នាំមកម្ល៉េះល្បុក្កតោគឺជាក្បាច់គុនវប្បធម៌ខ្មែរដែលរួមមានការប្រយុទ្ធការពារកិច្ចពីសត្រូវនិងការប្រើប្រាស់អាវុធជាដើមល្បុក្កតោគឺជាក្បាច់គុនដែលប្រើកែងជង្គង់ស្មងជើងដៃជើងនិងក្បាលជាដើមក្នុងនោះស្មាត្រគាកនិងម្រាមដៃសុទ្ធតែអាចប្រើដើម្បីសម្លាប់គូបដិបកបានគ្រប់ពេលអាវុធដំបងរិស័យនិងដំបងខ្លីក៏ត្រូវបានគេប្រើប្រាស់ផងដែរក្បាច់គុនល្បុក្កតោគឺមានចំនួន12មេហើយក្នុងមួយមេមានរាប់រយក្បាច់ឯណោះហើយក្បាច់នីមួយមានដូចជាក្បាច់សេះក្បាច់ទាក្បាច់តោក្បាច់បាក់សីក្បាច់ស្ដេចស្វាក្បាច់ដំរីក្បាច់អប្សរានិងក្បាច់ក្រពើជាដើមមនុស្សរៀនទៅតាមសត្វនៅការហូបចុកស្វាបេះផ្លែឈើគាត់ត្រូវធ្វើម៉េចឲ្យដូចស្វាសត្វចាប់ត្រីហ្នឹងកុកអីហ្នឹងធ្វើម៉េចឲ្យដូចកុកចាប់ត្រីឲ្យបានខ្លាដេញសត្វចាប់សត្វឆ្លុះសត្វរមាំងធ្វើម្ហូបហ្នឹងចាប់របៀបម៉េចអញ្ចឹងពស់វារិតអីដើម្បីធ្វើជាម្ហូបសត្វអីហ្នឹងវាធ្វើរបៀបម៉េចអញ្ចឹងគាត់រៀនតាមហ្នឹងហើយការហូបចុកខ្លាចពុលខ្លាចអីគាត់ហូបតាមសត្វហូបអីបានគាត់ហូបនឹងដែរដូច្នេះរៀនតមកដោយសារតែយើងមិនមែនជាសត្វទេយើងជាមនុស្សអញ្ចឹងយើងមានបញ្ញាញាណបានគាត់បង្កើតទៅជាក្រុមទៅជាបករហូតមកគេហៅថាមេកន្ទ្រាញនៅក្នុងបកដូចយើងហៅថាខ្មែរលើខ្មែរហ្នឹងគេមានមេកន្ទ្រាញរបស់គេកុលសម្ព័ន្ធរបស់គេបាទដល់មានកុលសម្ព័ន្ធកុលអីមនុស្សបែបបញ្ញាចាប់មានការចំណែននិន្ទាគ្នាព្យាបាទគ្នាចាប់មានក្បាច់គុនណាដល់ចាប់មានក្បាច់គុនយកអាក្បាច់សត្វទាំងអស់ហ្នឹងយកមកប្រើអញ្ចឹងចែកគ្នាប្រើទៅមនុស្សឆ្លាតបន្តពូជពីមួយចំនួនមកឆ្លាតទៅបានជាយើងរៀបចំមករហូតដល់ចំនួនអង្គរពីចំនួនអង្គរយើងឃើញនៅក្នុងនោះអញ្ចឹងក្បាច់គុនល្បុក្កតោមានរាប់រយរាប់ពាន់ឆ្នាំហើយដោយសារតែមើលឃើញស្រដៀងគ្នាថាល្បុក្កតោតែងតែត្រូវបានគេគិតខុសថាជាការប្រដាល់សេរីល្បុក្កតោមានក្បាច់គុនជាច្រើនដែលអាចយកតម្រាប់តាមសัตว์និងមានបច្ចេកទេសខុសពីប្រដាល់សេរីដោយប្រដាល់សេរី
គឺក្បាច់ដែលប្រើត្រឹមតែក្បាច់មូលដ្ឋាននៃល្បុក្កតោប៉ុណ្ណោះដូចជាដាល់កែងទាត់និងវាជង្គង់ជាដើមតែឥតមានក្បាច់យកត្រាប់តាមសត្វឡើយយោងតាមឯកសារសហព័ន្ធកីឡាល្បុក្កតោកម្ពុជាក្បាច់គុននេះមានឈ្មោះបោះសម្លេងខ្លាំងជាងគេនៅក្នុងសតវត្សទី13ប៉ុន្តែវាបានបាត់បង់ទៅវិញបន្តិចម្ដងរហូតដល់រលត់សូន្យនៅសម័យខ្មែរក្រហមអ្នកដែលចេះក្បាច់គុនក៏ត្រូវបានសម្លាប់ដោយខ្មែរក្រហមនិងត្រូវជំលះឬឈប់រៀនក្បាច់គុនតទៅទៀតជាពិសេសនិងលាក់មិនឲ្យអ្នកណាគេដឹងបន្ទាប់ពីរបបខ្មែរក្រហមបានបញ្ចប់ក្បាច់គុនវប្បធម៌មួយនេះនៅតែមិនទាន់អាចរស់ឡើងវិញបាននៅឡើយនាថ្ងៃទី24ខែមេសាឆ្នាំ2004សហព័ន្ធកីឡាល្បុក្កតោកម្ពុជាក៏ត្រូវបានបង្កើតឡើងវិញដោយលោកគ្រូសាង កឹមសៀនដែលជាប្រធានថ្ងៃទី24ខែមេសាហ្នឹងក៏លេខ4ដែរណាហើយនឹង2004ក៏លេខ4ដែរណាហើយ2បូកនឹង2 4ណាដូច្នេះទិសទាំង4មានលេខ4នៅកន្លែងហ្នឹងគឺឈរចេះមិនឲ្យស្លាប់វិញទេរាប់ពាន់ឆ្នាំស្លាប់មកលើនេះយកថ្ងៃ24ខែ4 2004ដាក់ឈរកាងចេះទិសទាំង4មិនឲ្យស្លាប់តទៀតចំពោះការរៀនក្បាច់ល្បុក្កតោពុំមែនជារឿងងាយស្រួលទេដែលចាំបាច់ត្រូវអំណត់ក្នុងការហាត់ក្បាច់នីមួយៗអ្នកហាត់ចាំបាច់បំផុតត្រូវមានវិន័យផ្ទាល់ខ្លួនយល់ដឹងឲ្យបានច្បាស់ពីក្បាច់នីមួយៗនិងការបញ្ចេញស្នេតឲ្យបានត្រឹមត្រូវដែលទាមទារឲ្យមានគំនិតច្នៃប្រឌិតផងដែរតាំងពីយើងបានធ្វើស្អីអង្គរសង្ក្រាន្តមកណាវាមានតាំងអាយុ5ឆ្នាំមកម៉ែឪជូនមកហ្មងម៉ែឪជូនមក5ឆ្នាំ9ឆ្នាំម៉ែឪនឹងជូនយូរម៉ែឪនឹងហាត់ដែរព្រោះដល់អញ្ចឹងទៅទាំងនៅសៀមរាបទាំងនៅពេញទាំងនៅតាមខេត្តផ្សេងទៀតដូចគ្នានៅកំពង់ឆ្នាំងក៏អញ្ចឹងដែរតែមកខ្ញុំថាលោកគ្រូតាច្រើនឥឡូវ7 ឆ្នាំ10ឆ្នាំឡើងទៅអាហ្នឹងដែលយើងថាក្នុងនាមខ្ញុំជាអ្នកបង្កើតឲ្យរស់ឡើងវិញក្នុងនាមសហព័ន្ធក្នុងនាមយើងជាអ្នកគេហៅថាក្រុមការងារណាដែលយើងខំបង្កើតនឹងទាំងអស់គ្នាមកឃើញអញ្ចឹងវាត្រូវនឹងពាក្យមួយថាបន្តពូជដំបូងឡើយគឺមានតែប្រុសប៉ុណ្ណោះដែលស្ម័គ្រចិត្តចូលរៀនប៉ុន្តែក្រោយមកមានស្ត្រីមួយចំនួនបានចូលហាត់តួយ៉ាងកញ្ញាសំថារតបានហាត់ល្បុក្កតោតាំងពីឆ្នាំ2007ជិត10ឆ្នាំមកនេះសំថារតបានក្លាយជាកីឡាការិនីល្បុក្កតោក្រុមជម្រើសជាតិដែលមានឱកាសចេញសម្ដែងគុនល្បុក្កតោនិងប្រកួតលើសៃវៀនឈ្នះមេដាយជាច្រើនពីការប្រកួតថ្នាក់ជាតិនិងអន្តរជាតិគិតថាក្បាច់គុននេះជាក្បាច់គុនមកដាក់ដូនតាតាំងពីណាពីណីមកហើយអត់សូវឃើញខាងនារីគេមកហាត់ច្រើនហើយណាមួយពេលខ្ញុំចូលហាត់លោកគ្រូក៏គាត់លើកទឹកចិត្តថាសិស្សស្រីឲ្យតែខ្ញុំមកហាត់ខ្ជាប់ខ្ជួនគាត់នឹងមិនយកថវិកាថ្លៃបង់ថ្លៃអីចឹងឯងហើយបន្ទាប់ខ្ញុំហាត់ចូលដំបងឡើយវាជួបការលំបាកច្រើនពិបាកទាំងកាយពិបាកទាំងចិត្តព្រោះគ្រួសារអត់ពេញចិត្តបងប្អូនអត់ពេញចិត្តព្រោះគេថាយើងជាស្រីយើងគួរមកហាត់ក្បាច់គុនប្រុសអញ្ចឹងវាគួរតែធ្វើការងារអីស្រួលជាងហ្នឹងហើយបន្ទាប់មកខ្ញុំគិតថាចង់ឈប់តែមួយវិញទៀតការប្រឹងប្រែងរហូតមកដល់ឥឡូវគឺខ្ញុំលើកទឹកចិត្តខ្លួនឯងហើយមើលឃើញថាហាត់នេះវាមានប្រយោជន៍ច្រើនជួយសុខភាពខ្ញុំផងការពារខ្លួនឯងបានផងមួយវិញទៀតគឺជួយផ្សព្វផ្សាយក្បាច់គុនមកដកវប្បធម៌មួយនឹងឲ្យរីកដុះដាលជាមួយក្រុមគ្រួសារល្បុក្កតោហើយនឹងជាមួយលោកគ្រូតាដែលគាត់ខិតខំប្រឹងប្រែងលើកស្ទួយវិស័យគុននឹងរស់ឡើងវិញអញ្ចឹងណាអញ្ចឹងទៅក៏មានការលើកទឹកចិត្តជំរុញទឹកចិត្តឲ្យហាត់រហូតមកដល់សប្តាហ៍នេះខ្ញុំបានឆ្លងទៅដល់ប្រទេសក្រៅវាជាឱកាសល្អមួយដែលធ្វើខ្ញុំងាយនឹងហោះចេញពីប្រទេសខ្លួនឯងទៅស្គាល់ប្រទេសគេហើយបានមានឱកាសនឹងបង្ហាញក្បាច់គុនដ៏
ថ្លៃថ្លាដងអដំនេះជួទៅដល់ពិភពលោកខាងក្រៅនិងប្រទេសជិតខាងគេបានស្គាល់តម្លៃក្បាច់គុនបុក្កតោរបស់ខ្មែរយើងទៀតហើយវាទទួលបានលទ្ធផលល្អទៀតបើមិនលេខ2លេខ3ហើយឆ្នាំ2012នោះកម្ពុជាយើងបានលេខ1នៅប្រទេសវៀតណាមប្រកួតក្បាច់គុនសម្ដែងគុនចម្រុះទូទាំងប្រទេសទូទាំងពិភពលោកដែលគេចូលរួមតាមច្រើនប្រទេសអញ្ចឹងហើយមកដល់ពេលនេះអីដែលខ្ញុំអត់ធ្លាប់លំពឹងទុកគ្រាន់តែជាក្តីសម័យនេះវាចាប់ផ្ដើមខ្លាយជាការពិតសម្រាប់ខ្ញុំពួកអីកាលមើលរឿងច្រើនគាត់គិតថាតាខ្លួនឯងហ្នឹងអាចមានឱកាសខ្លាយជាតារាសម្ដែងឬក៏តួកនអីក្នុងរឿងវាយតប់គ្នាអត់ឥឡូវក្តីសុបិនខ្ញុំបានខ្លាយជាការពិតហើយរាល់ថ្ងៃនេះគឺបានឆ្លងកាត់វិស័យកុនខ្លះប្រឡូកខ្លះហើយចាប់ផ្ដើមហើយនឹងជាពិសេសទៀតគឺវាលេងបានឈុតដែលខ្ញុំចូលចិត្តគឺខ្ញុំខ្លួនឯងបញ្ចេញក្បាច់គុននៅក្នុងរឿងនេះក្បាច់បាក់សីគឺខ្ញុំចូលចិត្តពីព្រោះការឃុំរបស់បាក់សីគឺពេលដែលខ្ញុំធ្វើចលនាហ្នឹងគឺមានចេញមកគឺ style គឺស្អាតហ្នឹងហើយណាមួយខ្ញុំក៏ចូលចិត្តដូចជាចលនាកែងផងដែរព្រោះបាក់សីគឺដោតទៅលើកែងច្រើនដែរការហាត់បុក្កតោគឺដំបូងគឺចំណាយគឺមិនដែរមិនសូវចំណាយច្រើនទេពេលខ្ញុំហាត់ហ្នឹងគឺមួយខែតែ$5ទេតែដល់ពេលហាត់បានរយៈពេលប្រហែលខែទៅដូចស្គាល់ខាងលោកគ្រូអីទៅក៏អត់សូវបានបងដែរពេលណាមានក៏មានទៅពេលណាអត់ក៏អត់ទៅក៏អត់សូវបង្ខំយើងដែរឬថាគាត់ស្ម័គ្រចិត្តនឹងចំណាយពេលដែរប្រទេសក្បាច់គុនរបស់ខ្មែរហ្នឹងមកដល់កូនចៅជំនាន់ក្រោយដែរអត្តពលនៃឆន្ទៈរបស់សិស្សហាត់គុនពីមួយថ្ងៃទៅមួយថ្ងៃបានជំរុញទឹកចិត្តយុវជន4តារាបន្តតាំងខ្លួនជាគ្រូបង្វឹកបើទោះបីជាលោកមិនទាន់ចេះគ្រប់ក្បាច់ក៏ដោយសម្រាប់ខ្ញុំគឺមិនដែលមានគំនិតថាចង់បោះបង់ក្បាច់គុនហ្នឹងទេអញ្ចឹងបានន័យថាពេលដែលយើងចាប់ផ្ដើមដោយដឹងថាគោលដៅយើងទៅណាអញ្ចឹងមិនមែនហាត់គ្រាន់តែជាការចង់សប្បាយមួយឆាវឬមួយពេលឃើញគេចេះឃើញគេអីចង់ចេះដូចគេដែរអត់ទេយើងតាំងពីថ្ងៃដែលយើងដាក់ចិត្តចូលមកហាត់យើងគិតថាបើយើងហាត់អីយើងជួយអីទៅវិញនៅសិល្បៈក្បាច់គុនយើងហ្នឹងអញ្ចឹងយើងចេះខ្លួនឯងយើងចែកចាយទៅអ្នកចំនួនក្រោយបន្តនិងផ្សព្វផ្សាយទៅឲ្យអ្នកដែលគេមិនទាន់បានដឹងព្រោះថាយើងម្ចាស់ក្បាច់គុនជនជាតិខ្មែរម្ចាស់ក្បាច់គុនលំកតោហ្នឹងក៏ប៉ុន្តែសោកស្ដាយប្រជាជនយើងភាគច្រើនអត់សូវបានដឹងពីក្បាច់គុនដោយសារគេដូចបំភ្លេចនៅក្បាច់គុននឹងចោលព្រោះវាមានប្រវត្តិជូរចត់ពេកជាមួយអ្នកហាត់គុនដោយកាលពីជំនាន់បារាំងគេសម្លាប់អ្នកហាត់គុនបន្ទាប់មកជំនាន់សង្គ្រាមនៅប៉ុលពតក៏គេសម្លាប់អ្នកហាត់គុនភាគច្រើនទៅតស៊ូទៅបះបោជាមួយរដ្ឋាភិបាលបារាំងជាមួយនឹងជំនាន់ខ្មែរក្រហមអីចឹងណាដល់អញ្ចឹងចាស់គាត់ចង់បំភ្លេចអនុស្សាវរីយ៍អាក្រក់ហ្នឹងដល់អញ្ចឹងគាត់ចេះថាគុំទៅហាត់គុនគុំទៅអីវាមិនប្រយោជន៍ទេនាំឲ្យប្រទេសច្បុកច្បល់អីចឹងទៅខ្ញុំនិយាយថាពេលអ្នកហាត់គុនជួយចិត្តប្រើកម្លាំងបាយក៏ប៉ុន្តែក្នុងសម័យកាលនេះផ្លាត់គំនិតហ្នឹងគួរតែផ្លាស់ប្ដូរព្រោះដោយសារស្អីគេដោយសារអ្វីដោយសារថាពីមុនក្បាច់គុនសម្រាប់សង្គ្រាមក៏ប៉ុន្តែនេះអត់មានឥឡូវនេះអត់មានសង្គ្រាមទេយើងហាត់ក្បាច់គុនទៅជាលក្ខណៈប្រភេទកីឡាវិញយោងតាមសម្លៀកបំពាក់នៃក្បាច់គុនល្បុក្កតោនេះគេផ្ដោតសំខាន់ទៅនឹងក្រមាបង្ហាញពីកម្រិតរបស់កូនសិស្សហាត់ល្បុក្កតោដំបូងមានថ្នាក់ក្រមាសក្រមាបៃតងក្រមាក្រហមក្រមាត្នោតក្រមាខៀវរហូតដល់ក្រមាខ្មៅក្នុងក្រមាខ្មៅគឺមានចាប់តាំងពី1ជាន់រហូតដល់10ជាន់ដើម្បីបានក្រមាខ្មៅសិស្សគុនទាំងអស់ត្រូវតែហាត់យ៉ាងតិច10ឆ្នាំដើម្បីទទួលបានក្រមាមាសតើតែចេះក្បាច់គុនល្បុក្កតោសឹងគ្រប់មុខកូនសិស្សត្រូវតែចេះយ៉ាងតិច1000ក្បាច់ដើម្បីទទួលបានក្រមាខ្មៅខ្ញុំដាក់ក្រមាសក្រមាបៃតងខៀវក្រហមត្នោតខ្មៅមួយជាន់រហូតដល់10ជាន់អញ្ចឹងយើងធ្វើនេះគឺសម្រាប់សម្គាល់ទេព្រោះបើមិនធ្វើសម្គាល់ហើយបានយើងចែកក្បាច់គុនក្នុងកម្មាសកម្រិតកម្មាសហាត់6ខែហ្នឹងយើងហាត់បានប្រមាណក្បាច់
ចឹងខ្ញុំរៀបចំជាង100ក្បាច់100ទៅ100ជាងរហូតដល់200អញ្ចឹងពីកម្មាសទៅដល់ប្រឡងកម្មាខ្មៅខ្ញុំថាកម្មាថ្នោតនេះវាជិត700ហើយជាង600ក្បាច់ហើយបាទអញ្ចឹងពេលដែលសិស្សហាត់ទាំងអស់គ្នាហ្នឹងកាលណាគាត់ហាត់ទៅដល់កម្មាថ្នោតគាត់ដឹងខ្លួនគាត់ថាអញចេះជាង600ក្បាច់អាហ្នឹងប៉ុន្តែបុគ្គតោមានជាង10000ក្បាច់បើខ្ញុំមិនកម្មាមាសហើយតែខ្ញុំជាអ្នកបង្កើតឲ្យបុគ្គតោរស់ឡើងវិញជាតំណាងនៃកិត្តិយសមួយដែលរដ្ឋាភិបាលឲ្យខ្ញុំអូឡ িম্প ពិកបកគលឲ្យខ្ញុំទទួលស្គាល់ខ្ញុំជាព្រឹទ្ធាចារ្យក្រមាមាសងាកមកពេលថ្មីនេះវិញគុនល្បុក្កតោយុទ្ធក្រមខំនិងក្បាច់ប្រដាល់សេរីខ្មែរនឹងត្រូវបញ្ចូលទៅក្នុងកម្មវិធីវឹកហាត់របស់យោធាជាផ្លូវការចាប់ពីរសៀលថ្ងៃពុធទី22មិថុនានេះតទៅការបញ្ចូលក្បាច់គុនបុរាណខ្មែរទាំង3ក្រុមនេះទៅក្នុងវិស័យកងទ័ពខ្មែរត្រូវធ្វើឡើងតាមរយៈពិធីចុះហត្ថលេខាលើអនុសាសនៈយោគយល់ស្ដីពីការចងក្រងនិងបណ្ដោះបណ្ដាលក្បាច់គុនកងយុទ្ធពលខេមរៈភូមិន្ទពិធីចុះហត្ថលេខាដែលត្រូវរៀបចំធ្វើឡើងដោយគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាប្រព្រឹត្តទៅក្រោមអធិបតីភាពអាដាមថោងខុនប្រធានគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាអាដាមនាយឧត្តមសេនីយ៍អ៊ិតសារ៉ាត់អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទអាដាមហ៊ុនម៉ាណែតនាយរងសេនាធិការចម្រុះនៃកងយុទ្ធពលខេមរៈភូមិន្ទរួមទាំងប្រធានសហព័ន្ធនៃក្បាច់គុនខ្មែរទាំង3ក្រុមទៀតផងបាទការរៀបចំចុះនៅអនុស្សាវរីយ៍ដែលយើងធ្វើនៅថ្ងៃនេះគឺដោយខ្ញុំបាននិយាយពីដើមគឺដើម្បីជួយអភិរក្សអភិវឌ្ឍនិងលើកតម្កើងក្បាច់គុនបុរាណខ្មែរតាមរយៈការរៀបចំនៅក្បាច់គុនកងយុទ្ធពលខេមរៈភូមិន្ទនេះដែលយកពីធាតុផ្សំនៃក្បាច់គុនទាំង3បុរាណខ្មែរទាំង3របស់យើងដែលមានក្បាច់គុនបុក្កតោយុទ្ធក្រមក្រមនិងក្បាច់បដោសេរីដែលយកមកចងក្រងហើយទី2ដើម្បីដាក់បញ្ចូលនៅក្នុងការវឹកវើរបស់កងទ័ពតែម្ដងដូច្នេះគឺការគ្រប់គ្រងនិងការប្រើប្រាស់និងការវឹកវើរបស់ក្បាច់គុនទាំង3នេះនឹងកាន់តែរីកទូលំទូលាយនៅក្នុងជួរមហាជនរបស់យើងហើយជាពិសេសគឺចាប់ផ្ដើមក្នុងនោះគឺកងទ័ពកងយុទ្ធពលខេមរៈភូមិន្ទរបស់យើងនឹងបានដើរតួនាទីសំខាន់ក្នុងការចូលរួមក្នុងការគ្រប់គ្រងនៅក្បាច់គុនបុរាណខ្មែរយើងនេះលោកវត្តចម្រើនដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡ িম্প ពិកកម្ពុជាបានមានប្រសាសន៍ថាការឈានដល់ការចុះហត្ថលេខាបញ្ចូលក្បាច់គុនដូនតាខ្មែរទៅក្នុងវិស័យយោធាជាផ្លូវការនេះបានបង្ហាញអំពីជំហានរីកចម្រើននៃវិស័យក្បាច់គុនខ្មែរលោកវត្តចម្រើនក៏បានបន្តថាគ្រូក្បាច់គុនទាំងអស់នឹងត្រូវសហការគ្នាចងក្រងសៀវភៅក្បាច់គុនសម្រាប់យោធាខ្មែរដើម្បីបង្ហាត់គ្រូបង្គោលជាយោធាមុននឹងក្បាច់គុនទាំងនេះត្រូវនាំយកទៅបង្ហាត់តាមអង្គភាពនានាក្នុងក្របខ័ណ្ឌកងយុទ្ធពលខេមរៈភូមិន្ទល្បុក្កតោបានបញ្ចូលទៅក្នុងកម្មវិធីអប់រំកាយនិងកីឡាផ្លូវការរបស់ក្រសួងអប់រំយុវជននិងកីឡាចឹងគ្រូដែលអ្នកដែលហាត់ក្បាច់គុននឹងទាំងអស់ត្រូវមានកាតព្វកិច្ចនៅក្នុងការផ្ទេរចំណេះដឹងហ្នឹងទៅការវិស័យអប់រំទៀតចឹងគឺមានច្រើនទៀតឥឡូវហ្នឹងក្បាច់គុនយើងខ្លាយទៅជាកីឡាអន្តរជាតិទីទៀតយើងដាក់ចូលទៅក្នុងស៊ីហ្គេមចឹងត្រូវគ្រូទាំងអស់សិស្សគុនទាំងអស់ត្រូវបង្ហាត់គេតាមប្រទេសមួយអញ្ចឹងយើងត្រូវការមនុស្សច្រើនជាងនឹងទៅទៀតយើងត្រូវការអ្នកហាត់នឹងការទៅទៀតដើម្បីបន្តអាជីពហ្នឹងហើយបន្តការជីវភាពរបស់គាត់នឹងដែរថែមទៀតហ្នឹងដូនតារាប់ពាន់ឆ្នាំធ្វើអាហ្នឹងបង្កើតអាហ្នឹងឡើងកុំឲ្យគាត់ជេរយើងកុំឲ្យគាត់ជេរអាពួកកូនចៅជ្រាត់នន់ក្រោយនេះចៅមកសៀតយកដុំមាសដុំពេជ្រទៅឲ្យយកទៅក្រវត្តចោលធុំសម្រាប់អស់លីងនេះមួយអូនតែសួរហ្នឹងគឺល្អមែនតើអញ្ចឹងយើងត្រូវខំទាំងអស់គ្នាប្រយោជន៍ធំជាងគេគឺយើងចង់ឲ្យពិភពលោកស្គាល់ថាល្បុក្កតោជាអ្វីហើយមកពីណាមកល្បុក្កតោជាកីឡាប្រយុទ្ធកីឡាសម្ដែងជាគេហៅ traditional គឺជាវប្បធម៌បេតិកភណ្ឌរបស់ខ្មែរមានតែខ្មែរទេមានអាហ្នឹងហើយមិនអាចអ្នកណាយកបានទេព្រោះ
ពូជខ្មែរអ្នកបង្កើតអាហ្នឹងដែលយើងចំណុចសំខាន់ឥឡូវខ្ញុំលោកគ្រូតាទាំងអស់អ្នកការងារទាំងអស់រាជរដ្ឋាភិបាលទាំងអស់បានធ្វើបានហើយអាហ្នឹងដែលយើងចង់និយាយហើយធ្វើម៉េចសំខាន់អីសំខាន់បន្តពូជទាំងឯងដែលខ្ញុំនិយាយមិញហ្នឹងដើម្បីអភិរក្សនិងអភិវឌ្ឍកម្ពុជាក្រុងស្នើចុះឈ្មោះចូលទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃអង្គការ UNESCO ក៏ត្រូវបានបញ្ចូលទៅក្នុងកម្មវិធីអប់រំកាយនៅក្នុងសាលារៀនទូទាំងប្រទេសកម្ពុជាផងដែរសិស្សានុសិស្សចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅនឹងបានស្គាល់កីឡាល្បុក្កតោខ្មែរកាន់តែច្បាស់ចាប់ពីឆ្នាំសិក្សា2017នេះតទៅបើទោះបីជាយុគសម័យកាលនៃពិភពលោកបានប្តូរផ្លាស់ទៅហើយប៉ុន្តែការហាត់រៀននៅក្បាច់យុទ្ធគុណនៅតែមានសារៈសំខាន់ដដែលវាប្រៀបធៀបដូចជាការលេងល្បែងកីឡាដើម្បីឲ្យមានសុខភាពរឹងមាំជាពិសេសជាងនេះទៅទៀតការហាត់រៀនវាក៏បានចូលរួមចំណែកយ៉ាងខ្លាំងក្នុងការជួយលើកស្ទួយវប្បធម៌និងអត្តសញ្ញាណអរូបីរបស់ប្រទេសជាតិយើងដែលកំពុងទទួលរងនឹងការបំភាន់ពីសំណាក់ប្រទេសផ្សេងៗដទៃទៀតបើសិនបើក្បាច់គុណល្បុក្កតោត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៃអង្គការ UNESCO និងពិភពលោកទទួលស្គាល់នោះប្រទេសកម្ពុជានឹងទទួលបានលទ្ធភាពជាច្រើនក្នុងការអភិរក្សអភិវឌ្ឍនិងបំផុសផ្សព្វផ្សាយនៅក្បាច់គុណមួយនេះនៅលើឆាកជាតិក៏ដូចជាឆាកអន្តរជាតិផងដែរអរគុណទៅដល់ទូតទស្សនិកជនចំពោះការចំណាយពេលវេលាយ៉ាងមានតម្លៃក្នុងការទស្សនាតាំងពីដើមរហូតដល់ចប់នាពេលនេះនាងខ្ញុំសនសុខានិងក្រុមការងារសូមអរគុណសូមគោរពលា